ខ្ញុំទៅពេលខ្ញុំមានអត្រៈមកឥឡូវជីវភាពខ្ញុំរៀងធូរគាត់បើជាងឆ្នាំមុនចាមានឥឡូវមានផ្ទះមានម៉ាស៊ីនច្រូតមានឡានមានអីជិះមានម៉ូតូមានអីវាធូរធារជាងមុនចាអាចឈ្មោះខំសិតមុំបាយឃុំបតាំងស្រុកលំផាត់ខេត្តរតនគិរីអញជនជាតិតំពួនមកនៅហ្នឹងប្រហែលជា2002តែមុនទៅមកអត់មានអីទេមកហ្នឹងគឺទៅទេហ្មងផ្ទះក៏អត់មានទេពីមុនហ្នឹងបងទៅធ្វើដែរអត់មានទេពីមុនមកនៅផ្ទះខ្ទមផ្ទះស្បូវនិយាយបើពេលខ្ញុំយកធនាគារជីវភាពខ្ញុំប៉ុណ្ណឹងវារៀងធូរតិចតួចហើយលោកគ្រូតែមិនខ្លាំងប្រហែលទេរៀងថា30-40% ចុះពីមុនវាលំបាកខ្លាំងលំបាកនិយាយទៅលំបាកខ្លាំងមិនមែនថាលំបាកតិចតួចខ្លាំងហ្មងប្រហែលជា2013ដូចថាដាក់ធ្វើស្រូវធ្វើអីបានផលកម្រៃតិចតួចក៏ចាប់ផ្ដើមទិញម៉ាស៊ីនបោកស្រូវនេះប្រហែលជា4លានបានមកពីស្រូវចកាយើងមុនដំបូងខ្ញុំទិញដីខ្ញុំចង់ទិញដីចកាខ្ញុំចង់ដាក់ចិនទីអីដូចគេអញ្ចឹងយើងក៏ខ្ចីគេហ្នឹង$1000ឬទិញដីចកាវឹកហ្នឹងដីរៀងថោកយើងទិញបានប្រហែលជា4ហាត់ទៅពេលក្រោយមកទៀតប្តីក៏ចង់បានគោយន្តខាងស្រែចកាត្រូវការគោយន្តជួលដីរាស់ដីឈ្នួលគេតិចតួចដែរដូចតែយើងអ្នកចកាអញ្ចឹងបងប្អូនអ្នកស្រុកអ្នកភូមិយើងគេត្រូវការបញ្ជួត្រូវការរាស់ក៏ប្តីអាចរកបានតិចតួចដែរអញ្ចឹងក៏ដូចតែគោយន្តមហាត់150000 200000អីទៅបញ្ជួទាំងរាស់យើងឧទាហរណ៍សល់ពីប្រេងអីបានតែ100000អីយើងទៅវឹកគោយន្តចាពេលក្រោយមកទៀតទង7-8ឆ្នាំដែរបានខ្ញុំហ៊ានយកទិញអត្រៈទិញអីនៅភូមិហ្នឹងវាអត់សូវសម្បូរអត្រៈទេតែដីយើងវាច្រើនដីចកាដីស្រែដែរហើយយើងមានអត្រៈយើងបានដាំសណ្ដែកដាំស្រូវទៀតចកាក៏បានបញ្ជួស្រែក៏បានបញ្ជួវាបានច្រើនអត្រៈខ្ញុំអត់មានលុយទេតែខ្ញុំខ្ចីគេទាំងអស់អញ្ចឹងលើអត្រៈខ្ញុំអត់មានលុយផ្ទះទេជួលអត្រៈគេដូចថាមហាត់បើជួលដីលាតទៅវាមហាត់17ទៅ180000ខ្ញុំដល់ពេលខ្ញុំមានអត្រៈមកក៏រៀងធូរធារតិចតួចដែរគាត់បើជាងពីមុនអញ្ចឹងណាគូដូចថាយើងជួយសម្រួលកូនរៀនកូនអីយើងពុតគង់ក្នុងគ្រួសារយើងបដោះតិចតួចទៅចាយើងអាចតាមសមត្ថភាពយើងរកបានអញ្ចឹងហើយមកទៀតបងយកកម្ចីមកទិញគូបូតាច្រូតខ្ញុំយកបានខែហ្នឹងខ្ញុំបានថ្ងៃមួយអាទិត្យជាងប្តីខ្ញុំក៏មានអតិថិជនច្រើនទៅដូចថាអ្នកស្គាល់លេខអត្រៈលេខអីទៅគេចង់បានម៉ាស៊ីនច្រូតអីចឹងទៅគេរកថងជាបើមានម៉ាស៊ីនច្រូតទៀតប្រហែលជាល្អភូមិយើងឯងមានអត្រៈហើយក៏មិនទិញម៉ាស៊ីនច្រូតទៀតទៅមានអ្នកជំរុញចឹងទៀតរកច្រើននិយាយទៅអត្រៈក៏ឲ្យតែខែរកដឹងរកច្រើនឥឡូវជីវភាពខ្ញុំរៀងធូរគាត់បើជាងឆ្នាំមុនចាមានឥឡូវមានផ្ទះមានម៉ាស៊ីនច្រូតមានឡានមានអីជិះមានម៉ូតូមានអីវាធូរធារជាងមុនចាសប្បាយចិត្តណាស់សប្បាយចិត្តហើយប៉ុណ្ណឹងមកល្មមដែរហើយយើងជពាក់គេយើងទៅទុកដាក់យើងអត់ហ៊ានចាយជិះខ្ជាយទេយើងទុកយើងសំទាំងប្តីទាំងប្រពន្ធចាយអីឲ្យចំគោលដៅខ្ញុំអត់ហ៊ានជិះខ្ជាយទេអូនដូចថាតិចតួចសម្រាប់គ្រួសារយើងហូបប៉ុណ្ណាយើងមានរោប៉ុណ្ណាយើងហូបប៉ុណ្ណឹងអត់ហ៊ានចាយលឹះល្បឿនយើងទេព្រោះយើងពាក់គេសងគេមុនមិនហ៊ានចាយតិចក្រោយខ្ញុំយកធនាគារប្រកាសទៀតយើងអាចរស់ស៊ីធូរធារបានបើយើងចេះទុកដាក់សំបើយើងយកលុយគេហើយយើងទិញរបស់ឲ្យចំគោលការណ៍យើងចង់ទិញឡានទិញអត្រៈទិញម៉ាស៊ីនច្រូតទិញម៉ាស៊ីនច្រូតឲ្យតែយើងត្រូវគោលការណ៍គឺយើងរស់ស៊ីគឺរីកចម្រើនហើយបើយើងយកតាមភូមិប្រកាសថ្លៃហើយផលលំបាកគឺច្រើន